ហ្នឹងហើយសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយឥឡូវយើងវិលត្រឡប់មករៀនពីបញ្ហាខ្លះឬក៏ចំណុចទូចដែលយើងមិនទាន់ដឹងនៅក្នុង Facebook ហ្នឹងហើយបើមានបងប្អូនយើងក៏សួរថារបៀបដែលហាញ react នៅក្នុង Facebook យើងធ្វើដូចម្ដេចថ្ងៃនេះខ្ញុំមកចេញវីដេអូប្រាប់អ្នកទាំងអស់គ្នាអំពីការហាញreact នៅលើ Facebook ហ្នឹងហើយអ្នកទាំងអស់គ្នាចូលមកកាន់ Facebook យើងមកបន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែង profile ខាងក្រោមនេះយើងចុចមកហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចត្រេ3ខាងលើនេះ scroll រកពាក្យថា setting យើងចុចពាក្យ setting ហើយយើង scroll មកក្រោមហើយយើងឃើញពាក្យថា reaction preference យើងចុចលើហ្នឹងមកកន្លែងនេះវាកន្លែងលើនេះបានន័យថាខ្ញុំបានហាញ react នឹងស្រាប់ហើយនេះខ្ញុំបិទតែបើខ្ញុំបើកគឺអ្នកមាន friend របស់ខ្ញុំឬក៏អ្នកដែលអត់មាន friend របស់ខ្ញុំគាត់នឹងឃើញបើសិនជាខ្ញុំដាក់ public ឬខ្ញុំដាក់ friend អីចឹងតែនេះខ្ញុំបានបិទស្រាប់ហើយចឹងបើអ្នកនរគ្នាចង់បើកអ្នកនរគ្នាឆ្លងទៅចុច on មកហ្នឹងហើយបើអ្នកនរគ្នាចង់បិទអត់ឲ្យគេឃើញចំនួនមែនអីម៉ាអ្នកនរគ្នាចុច out វិញមកហ្នឹងហើយកន្លែងនេះខាងក្រោមនេះគឺ on your post and reel ឧទាហរណ៍ថាអ្នកនរគ្នាចង់ផុសរូបឬក៏ចង់ផុស reel អីចឹងអ្នកនរគ្នាចង់ហាញក៏បានអ្នកនរគ្នាចង់ on ក៏បានតែសម្រាប់ខ្ញុំគឺដោយសារតែ Facebook ខ្ញុំគឺអត់ដែរផុសរូបឬក៏ reel អីទេចឹងខ្ញុំ on ចោលទៅហ្នឹងហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងទេងាយស្រួលមែនតើតែបងប្អូនខ្លះគាត់មានចម្ងល់ដោយសារគាត់អត់ដឹងអីចឹងណាហ្នឹងហើយវីដេអូយើងក៏បានមកដល់ទីបញ្ចប់ណាហើយកុំភ្លេចជួយចុច subscribe channel ខ្ញុំមួយផងដើម្បីលើកទឹកចិត្តខ្ញុំឲ្យមានកម្លាំងចិត្តធ្វើវីដេអូតទៅទៀតណាហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាបាយបាយ